ខ្ញុំមានបញ្ហាលាកកាពះពោះវៀនខ្លាំងហើយខ្ញុំឈ្មោះពុំណាវីមកពីខាងព្រៃសរខ្ញុំមានបញ្ហារលាកកាពះពោះវៀនរយៈពេល1ឆ្នាំហើយខ្លាំងមែនតែនខ្លាំងរហូតដល់និយាយរួមសង្ឃថាសូនព្រោះអីខ្ញុំមានបាក់ទឹកចិត្តខ្លាំងប្តីខ្ញុំស្លាប់បាក់ទឹកចិត្តខ្លាំងហើយបញ្ហារបស់ខ្ញុំគេមិនដែលលក់គឺគិតរហូតអង្គុយកេះតែកញ្ចក់សក់ប្រឡែងសិតចឹងបានធ្វើឲ្យខ្ញុំលាកកាពះពោះវៀនហើយខ្ញុំជ្រើសរើសប្រើផលិតផលនេះដោយសារជារបស់ខ្មែរយើងសុទ្ធហើយខ្ញុំជ្រើសរើសប្រើអស់តែ2កំប៉ុងខ្ញុំជាគឺគិតថាខ្លួនខ្ញុំរាល់ថ្ងៃសុខភាពខ្ញុំរាល់ថ្ងៃ 100% តែម្ដងអស់ទឹករយៈពេល2កំប៉ុងពិបាកខ្លាំងមែនតើខ្ញុំចង់សម្លាប់ខ្លួនប៉ុន្តែងាកមកវិញខ្ញុំឃើញកូនរបស់ខ្ញុំហើយខ្ញុំជ្រើសរើសផលិតផលនេះប្រើហើយវាជាដាច់ 100% ពិបាកខ្លាំងក្អួតមកយប់ទាស់តភ្លឺលាកខ្លាំងមែនតើមកយប់ទាស់តភ្លឺគឺខ្ញុំអង្គុយទាស់ភ្លឺតែម្ដងអត់ដែលបានគេងទេក្អួតធំចំណៃអត់បានអណ្ដាតលែងដឹងរសជាតិពិបាកមែនតើបាក់ក្នុងខ្លួនមែនតើគឺចង់សម្លាប់ខ្លួនតែម្ដងខ្ញុំប្រើទៅខ្ញុំដឹងខ្លួនខ្ញុំធូររយៈពេល1អាទិត្យខ្ញុំដឹងខ្លួនខ្ញុំធូរខ្ញុំគួរច្រាស់រើសប្រើវារហូតភ្លាមគឺរយៈពេល1អាទិត្យខ្ញុំប្រើរយៈពេល1អាទិត្យខ្ញុំដឹងថាខ្លួនខ្ញុំធូរព្រោះអីខ្ញុំលក្ខណៈថាខ្លាំងមែនតើហ្មងក្អួតសក់កលែងសិតនេះនិយាយអស់ទៅខ្ញុំប្រើព្រោះអីផលិតផលនេះវាជំនួយសុខភាពខ្ញុំប្រើអស់មួយជីវិតខ្ញុំជ្រើសរើសប្រើអស់មួយជីវិតតែម្ដងខ្ញុំប្រើមកស្រួលហ្មងសុខភាពខ្ញុំស្រួលហើយខ្ញុំហាត់ប្រាណរាល់ព្រឹករាល់ល្ងាចសុខភាពខ្ញុំស្រួលអត់ដែលមានធ្វើទុកអីទេចាខ្ញុំមានពាក្យពេចន៍ផ្ដាំផ្ញើទៅទស្សនិកជននិងបងប្អូនជនរួមជាតិខ្មែរយើងទាំងអស់សូមឲ្យមិនមានជំងឺកាពះពោះវៀនឬក៏កម្រងនោមមានជាតិពុលក្នុងខ្លួនខ្លាញ់អីក្នុងសរសៃឈាមក្នុងអីសូមឲ្យជ្រើសរើសប្រើវត្តមរុំនេះដើម្បីថែរក្សាសុខភាពរបស់យើងទាំងអស់គ្នាហើយសូមហាត់ប្រាណដើម្បីសុខភាពទាំងអស់គ្នាជ្រើសរើសទៅពិតជាមិនខុសទេព្រោះខ្ញុំជាដាច់ 100% តែម្ដង